នាំមកជូនជាពិសេសដោយ នេះម៉ូតូ Scoopy 2025ចំនួន5គ្រឿងនិងរង្វាន់ទឹកប្រាក់យ៉ាងច្រើនសរុប355លានរៀល ស្វាគមន៍មកកាន់កម្មវិធីជាចប់តែឆ្ងាញ់យើងខ្ញុំតែពីអ្នកសូមជម្រាបសួរដល់ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីជាចប់តែឆ្ងាញ់សម្រាប់សប្តាហ៍ថ្មីដែលយើងនឹងបង្ហាញជូនជាមួយនឹងទីតាំងថ្មីមួយទៀតសម្រាប់សប្តាហ៍នេះតតែម្ដងប៉ុន្តែមុននឹងបង្ហាញជូនជាមួយនឹងទីតាំងថ្មីពីកម្មវិធីរបស់យើងក៏មិនភ្លេចដែរជាមួយនឹងការអរគុណដល់ម្ចាស់ជួបរួមឧបត្ថម្ភជាពិសេសដោយម្សៅស៊ុបខ្នុររសជាតិឆ្ងាញ់សម្បូរដោយជីវជាតិ ដុំស៊ុបខ្នុរជួយឆ្ងាញ់ដូចរបស់មាន់តមូហើយកាន់តែពិសេសសម្រាប់ម្សៅស៊ុបខ្នុរក៏ដូចជាដុំស៊ុបខ្នុរនៅពេលនេះគឺមានថែមជូនជាមួយនឹងរង្វាន់កាន់តែសន្ធឹកសន្ធាប់ថែមទៀតផងដូចជារង្វាន់ម៉ូតូ Max Scoopy 2025រួមជាមួយនឹងទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ទៅ355លានរៀលផងដែរ បាទពិសេសមែនទែនជាមួយនឹងម្សៅស៊ុបខ្នុរឥឡូវនេះគឺមានបន្ថែមជាមួយនឹងរង្វាន់ទៀតគឺថាពិសេសតែម្ដងជាមួយនឹងប្រាក់រង្វាន់ជាប្រាក់រៀលរហូតដល់355លានរៀលហើយជាមួយនឹងរង្វាន់ម៉ូតូ Scoopy 2025បន្ថែមទៀតគឺថាពិតជាពិសេសអញ្ចឹងសម្រាប់បងប្អូនជាពិសេសគឺបងប្អូនស្ត្រីមេផ្ទះដែលប្រើប្រាស់ជាមួយនឹងម្សៅស៊ុបក៏ដូចដុំស៊ុបខ្នុរគឺជាបាទគឺពិសេសប្រើដាក់ម្ហូបបានឆ្ងាញ់ហើយបន្ថែមគឺការឈ្នះនៅរង្វាន់ផ្សេងៗទៀត បាទរសជាតិម្ហូបកាន់តែឆ្ងាញ់ហើយជាពិសេសថ្ងៃនេះយើងបានមកដល់ផ្សារព្រែកហូរផងដែរអញ្ចឹងលូរ៉ែនយើងម្ដងព្រែកហូរយើងទៅណាវិញចុះ សម្រាប់នៅក្នុងសប្តាហ៍នេះគឺយើងនាំអារម្មណ៍ទស្សនិកជនក៏ដូចជា Renault ទៅកាន់ទីតាំងថ្មីមួយទៀតនៅក្បែរនៅផ្សារព្រែកហូរនេះទេចម្ងាយប្រហែលជា50ម៉ែត្រទេនៅខាងឆ្វេងដែរជាភោជនីយដ្ឋានមានឈ្មោះថាស្រស់ស្រាយពេលចូលទៅដល់ស្រស់ស្រាយហ្មងអញ្ចឹងជាថាទស្សនិកជនចង់ដឹងថាតើភោជនីយដ្ឋាននេះពិតជាស្រស់ស្រាយមែនអត់ទៅទស្សនាជាមួយនឹងកម្មវិធីរបស់យើងដូចតទៅបាទសូមអញ្ជើញ បាទទស្សនិកជនឥឡូវយើងបានមកដល់ទីតាំងថ្មីសម្រាប់សប្តាហ៍ថ្មីនេះហើយដែលទីតាំងមានឈ្មោះថាភោជនីយដ្ឋានស្រស់ស្រាយបាទគឺថាដូចយើងបានបញ្ជាក់ជូនមុននោះអញ្ចឹងគឺសម្រាប់ទីតាំងនេះគឺស្ថិតនៅម្ដុំព្រែកហូរបាទសម្រាប់ទីតាំងអាហារស្រស់ស្រាយនេះផងដែរគឺជាភោជនីយដ្ឋានផងជាហាងកាហ្វេផងដែលមានទីធ្លាធំទូលាយកន្លែងចតឡានក៏ធំហើយជាពិសេសសម្រាប់នៅទីនេះក៏មានបន្ទប់ VIP ផងដែរហើយជាពិសេសការតុបតែងមកគាត់នៅទីនេះផ្ទះបែបខ្មែរតែម្ដងស្អាតខ្លាំងមែនទែនបាទជាការពិតព្រោះ Renault ដោយសារពេលដែលយើងចោះមកដល់ពេលចូលមកដល់ត្រឹមនេះណាគឺថាទីធ្លានៃការចតសម្រាប់ចតរថយន្តក៏ដូចជាម៉ូតូនោះគឺធំទូលាយមែនទែនហើយជាមួយនឹងការចូលទៅខាងក្នុងគឺគាត់មានរៀបចំដូចជាកញ្ចក់សម្រាប់ការអង្គុយផងមានតុផងហើយនឹងមានបន្ទប់ VIP នៅខាងលើផ្ទះទៀតហើយខាងក្រោមមានជាបែប drink ដូចកាហ្វេបែបគ្រឿងក្លុកអីផ្លែឈើផ្សេងៗជាច្រើនទៀតដែលផ្ដល់ជូនដល់អតិថិជនរបស់គាត់បាទអញ្ចឹងជាថាទស្សនិកជនកំពុងតែតាមដានទស្សនាប្រកាសចង់នឹងថាតើទស្សនវិជ្ជានៅខាងក្នុងយ៉ាងណានោះរីកទស្សនាដូចទៅបាទសូមអញ្ជើញបាទមកអូលូរ៉ែនហើយណែបោះឈានជើងមកជំហានចូលដល់ភ្លាមស្អាតហ្មងផ្ទះបែបខ្មែរនេះគាត់រៀបចំស្អាតបែបខ្មែរមើលទៅដូចផ្ទះមេភូមិអីបន្តិចនេះអត់ទេប្លែកទេតាព្រោះចូលមកធំកន្លែងចតឡានធំដល់កន្លែងនេះបានឃើញផ្ទះរៀបចំមកលក្ខណៈបែបរចនាបថបែបខ្មែរទៀតបាទលូរ៉ែនខ្ញុំសម័យបើសិនជាអនាគតទៅបានផ្ទះប៉ុណ្នេះមួយនៅស្រុកឬនៅខេត្តណាបាទទំនើបទំនងមែនទែនអូចឹងដឹងតែភាសាតលេងអញ្ចឹងហ៎បាទព្រោះដោយសារតែគេក៏ដឹងថា Renault ថាផ្កាយខាងកសិកម្មអញ្ចឹងមិនខ្វះទេរបស់ញ៉ាំអីមកហើយចូលទៅក្នុងឈោហាក្តៅមួយថ្ងៃមកទៅអូភេទជ្ជៈអីក្នុងមកជំរាបសួរបងសួរចានៅនេះមានភេទជ្ជៈអីឆ្ងាញ់ដែរមានប្រភេទកាហ្វេផ្លែឈើស្រស់ផ្លែឈើក្លុបបងត្រូវការញ៉ាំអីអាចកំងបានតែឥឡូវខ្ញុំសូមណែនាំឲ្យបង3មុខ3មុខចានេះគឺផ្លែមុខជាងគេនៅស្រស់ស្រាយហ្មងមានជាប្រភេទប៊ឺក្លុបផាសសិនស្រស់ហើយនិងកាហ្វេអូតំណងលូរ៉ែនទេណាតើដឹងតែរើមួយណាទៀតឥឡូវបងចេញទៅអង្គុយសិននេះចាំខ្ញុំយកភេទជ្ជៈទៅជូនបងហ្មងបាទអរគុណចាអរគុណចាអរគុណចាខ្ញុំចាំមនុស្សចាអរគុណបងបន្ទាប់ពីយើងបានកំងជាមួយភេទជ្ជៈប្រចាំហាងនៅភោជនីយដ្ឋានស្រស់ស្រាយហើយគឺថាឥឡូវនេះបានឡើងដល់ដល់ហើយមើលទៅទំនងមែនទេលូរ៉ែនមានទាំងកាហ្វេផងមានទាំងជាមួយនឹងការក្លុកនៅផ្លែឈើស្រស់ៗទៀតបាទហើយអ្វីដែលពិសេសសម្រាប់វគ្គនេះក៏ជាវគ្គកិច្ចសម្ភាសន៍មួយជាមួយនឹងបងស្រីដែលគាត់អ្នកគ្រប់គ្រងនៅក្នុងទីតាំងភោជនីយដ្ឋានស្រស់ស្រាយនេះតតែម្ដងព្រោះយើងមានសំណួរច្រើនដែរសួរតើតមួយទីតាំងក៏ដូចជាសេវាកម្មនៅក្នុងទីនេះហើយអ្វីដែលពិសេសគឺពាក់ព័ន្ធទៅនឹងបរិយាកាសនៅទីនេះតតែម្ដងអញ្ចឹងកុំឲ្យលោកអ្នករងចាំយូរមកជួបជាមួយនឹងវត្តមានរបស់បងស្រីទាំងអស់គ្នាបាទជំរាបសួរបងចាជំរាបសួរជាដំបូងអនុញ្ញាតស្គាល់ឈ្មោះបងឬជាទូនាទីផងបងចាខ្ញុំឈ្មោះហេងសំប៉ែតៃបច្ចុប្បន្នខ្ញុំជាអ្នកគ្រប់គ្រងនៅភោជនីយដ្ឋានស្រស់ស្រាយបាទបងបាទ
តែតងជាមួយនឹងការដាក់ឈ្មោះនៅភោជនីយដ្ឋានស្រស់ស្រាយហ្នឹងហើយដែរបាននិយាយនឹងដាក់ឈ្មោះថាស្រស់ស្រាយអញ្ចឹងបង ចាដោយសារនេះបងស្រីដែលជាម្ចាស់ហាងផ្ទាល់គាត់ឈ្មោះស្រស់ហើយក៏មានការចង្អុលបង្ហាញពីព្រះអង្គដែលគាត់ជួយណែនាំឲ្យបន្ថែមពាក្យស្រាយមួយទៀតទៅភ្ជាប់គ្នាស្រស់ស្រាយដើម្បីដល់ពេលដែលយើងស្ដាប់មកមានអារម្មណ៍ថា relax រីករាយចាស្រស់ថ្លាហ្មង បាទ បាទដូចបងនិយាយមែននៅពេលដែលយើងចូលមកដល់ភោជនីយដ្ឋានដូចជាហាងកាហ្វេមួយនេះភ្លាមយើងមានអារម្មណ៍ថាស្រស់ស្រាយតែម្ដង បាទពីព្រោះបាទថាទីធំ កាន់តែស្រស់ស្រាយទៅភ្លក់ជាមួយភេសជ្ជៈរបស់គាត់ចង់ថារសជាតិមិនដែរ ណែបងខ្ញុំចាំពាក្យសម្ដីយូរឯតាព្រោះដោយសារតែមុនហ្នឹងអត់តបានញ៉ាំកាហ្វេហើយបងចេញមកញ៉ាំនេះកាហ្វេគេដែរបង នេះគឺ ai cappuccino នេះគឺជាប្រភេទ passion ស្រស់ដែលយើងគេធ្វើស្រស់ហ្មង លីដូចជាសូកូឡា សូកូឡាចា បាទ បងថា passion ស្រស់អញ្ចឹងមានថាក្នុងកែវនេះ passion មិនមែន passion ដបទេបងណា អត់ទេយើងប្រើជាផ្លែ passion យើងយកមកកិនយកទឹកតែម្ដង អពាន់ជាមួយនឹងភោជនីយដ្ឋានស្រស់ស្រាយនេះយើងមានសេវាកម្មអ្វីខ្លះដែរសម្រាប់ដល់ជូនអតិថិជនបង ចាសម្រាប់នៅនេះយើងមានទទួលជាអាហារពេលព្រឹកដែលមានបាយមានកាទៀវមានបបរមានខគោមានអាហារបែបបរទេសក៏មានដែរចាមានច្រើនមែនទេអញ្ចឹងហើយដល់ពេលថ្ងៃត្រង់យើងមានបម្រើជាអាហារថ្ងៃត្រង់អាហារកំង បាទ ហើយឥឡូវថ្មីនេះយើងក៏បន្ថែមជាមួយនឹងឈុតតូចដែលសម្រាប់បងប្អូនដែលគាត់ធ្វើការអាចមកទទួលទានបានតម្លៃត្រឹមតែម្នាក់ 10000 នេះចាក៏អាចចូលមកហាងយើងអង្គុយជាមួយបរិយាកាសបែបត្រជាក់មានម៉ាស៊ីនត្រជាក់បានដែរចា ឈុតហ្នឹងមានគេខ្លះបង10000ហ្នឹងសម្រាប់ 10000ហ្នឹងអាចដូចស្លម្ជូរស្លអីយើងមានគ្រប់មុខដែរចាបាយសមួយចានជាមួយនឹងម្ហូបមួយមុខមានឆាជៀនជួនមានអីចឹង 10000 $2 5កាក់ធំមែនទេលោករ៉េមើលទីតាំងគាត់អត់សមតម្លៃប៉ុណ្ណឹងណាលោករ៉េ បាទរៀបធំរៀបចំស្អាតមែនទេ មែនទេជាពិសេសបែបខ្មែរតែម្ដង អ្វីដែលខ្ញុំចាប់អារម្មណ៍ជាមួយនឹងទីតាំងសម្រាប់ការអង្គុយមានលក្ខណៈបែបរៀបចំជាកញ្ចក់អង្គុយផងមានតុខាងក្នុងម៉ាស៊ីនត្រជាក់ផងនៅផ្នែកខាងក្រៅទៀតអញ្ចឹងក្រៅពីហ្នឹងយើងមានជាបន្ទប់ VIP សម្រាប់ភ្ញៀវដែលគាត់កក់មានភ្ញៀវច្រើនដែរបង មានផងហើយយើងបន្ថែម VIP ដល់ទៅ2មានន័យថារងថ្ងៃយើងមានបន្ទប់ VIP តូចសម្រាប់10នាក់ចុះហើយឥឡូវហ្នឹងថ្មីហ្នឹងយើងបានរៀបចំបន្ទប់ VIP ធំមានអាចទទួលបានដល់30នាក់ 30នាក់ សម្រាប់អ្នកចាដែលរៀបចំហ្នឹងហើយចាអាចរៀបចំជាលក្ខណៈសិក្ខាសាលាអង្គប្រជុំផ្សេងហើយយើងញ៉ាំអាហារថ្ងៃត្រង់នៅហ្នឹងហ្មង បាទ ចា ចុះតាក់ទងមួយបន្ទប់ហ្នឹងគិតថ្លៃទេបង អត់ទេ free តែម្ដង free បន្ទប់អញ្ចឹងគ្រាន់តែបងប្អូនអញ្ជើញមកកំងជាម្ហូបទៅខាងយើងរៀបចំជូនទាំងអស់មានទាំងថែមជូននៅក្រៅខេឲ្យជ្រាមទៀត ចាហើយចិត្តលោរ៉េបងអញ្ចឹងកន្លែងបងមានអាហារពេលព្រឹកហើយនៅពេលថ្ងៃចុះពេលល្ងាចអត់មានទេបង អូមានអូនឆាប់នេះហើយព្រោះអីឥឡូវយើងកំពុងតែរៀបចំបែរជាអាចខ្ទង់ថាមិនយូរទៀតទេយ៉ាងយូរបំផុតមួយខែឬក៏មួយខែអីទៀតយើងរៀបចំបើកជាលក្ខណៈគ្រឿងខ្លាំងពេលល្ងាច បាទបងអូដោយសារតាក់ទងមួយមុខហូបដូចគាត់បានរៀបរាប់អញ្ចឹងចង់ដឹងមែនតើស្រាប់កម្មវិធីជិបជុកតែឆ្ងាញ់របស់យើងចង់ដឹងពីខាងបងវិញតើនៅពេលបន្តិចទៀតនេះចុងភៅនឹងបង្ហាញធ្វើដៃជាមួយនឹងការចម្អិនម្ហូបហ្នឹងមានប្រមាណមុខដែរបង បាទ យើងនឹងធ្វើការបង្ហាញជូនឥឡូវហ្នឹងចំនួន2មុខដែលមានស្លមួយមុខនិងឆាមួយមុខហើយស្លហ្នឹងយើងបង្ហាញមកជូរកែងចា ជូរកែង ឆ្ងាញ់ណាស់លោក បាទជូរកែងសាច់អូចាំជនីទៀត ហើយមួយទៀតយើងប្រើជាលក្ខណៈមាន់ឆាប៉ុន្តែយើងប្រើលក្ខណៈថាមាន់ចាំសម្បុក មាន់ចាំ ចាហ្នឹងជាប្រភេទមាន់ខ្មែរមាន់ស្រែយើងសុទ្ធហ្មង ចាំសបុកមិនបងចាំពងសិនមែនបង ហ្នឹងយើងយកត្រាវយើងយកមកបំពង ពី ហើយស្រួយឆ្ងាញ់មែនតើចាហើយយើងធ្វើដូចសបុកអញ្ចឹងណាហើយយើងឆាមាន់មកយើងយកមកដាក់ពីលើមើលមកដូចមាន់កំពុងតែនៅសបុកអញ្ចឹងចា អូបាទគាត់ឃើញបងស្រីរៀបរាប់អញ្ចឹងគឺថាចង់ញ៉ាំបាត់ហើយចង់ធ្វើរសជាតិព្រោះសារតែបងស្រីថាឆ្ងាញ់អញ្ចឹងចង់ដឹងថាជាមួយនឹងការចម្អិននៅមុខម្ហូបទាំងពីរមុខដែលចង់ធ្វើគាត់បង្ហាញជូននេះពេលខ្លះបងប្អូនទស្សនិកជនដែលកំពុងទស្សនាកម្មវិធីរបស់យើងអាចរៀនខ្លះដែរព្រោះដោយសារតែកម្មវិធីរបស់យើងក្រៅពីការបង្ហាញទីតាំងមុខម្ហូបយើងមានបង្ហាញទីសាងការចម្អិនមុខម្ហូបពីចុងភៅប្រចាំទីតាំងមួយទៀត បាទជឿជាក់ថាសម្រាប់មុខម្ហូបរបស់គាត់នេះប្រកាសជាឆ្ងាញ់មើលភេសជ្ជៈគាត់ឆ្ងាញ់ប៉ុណ្ណឹងហើយទំហំម្ហូបគឺកាន់តែឆ្ងាញ់ដោយសារគាត់ប្រើប្រាស់ជាមួយនឹងគ្រឿងផ្សំដូចជាម្សៅស៊ុបខ្នុរក៏ដូចជាដុំស៊ុបខ្នុរផងដែរ បាទអញ្ចឹងកុំឲ្យលោកអ្នករងចាំយូរយើងទៅទស្សនាដល់គ្នាជាមួយនឹងការធ្វើមុខម្ហូបពីចុងភៅជំនាញនៅភោជនីយដ្ឋានស្រស់ស្រាយក៏ដូចជាការផ្សំគ្រឿងពីម្សៅស៊ុបខ្នុរក៏ដូចជាដុំស៊ុបខ្នុរផងដែរដូច្នេះសូមរីករាយទស្សនាដូចតទៅបាទសូមជើញ សួស្តីទស្សនិកជនខ្ញុំបាទឈ្មោះលុយសុកបារាំងជាមេចុងភៅនៅក្នុងភោជនីយដ្ឋានស្រស់ស្រាយដែលមានមុខម្ហូបមួយយ៉ាងដែលខ្ញុំណែនាំឲ្យបងប្អូនស្គាល់គឺស្លឹមឡម្ជូរខ្ទិះឆ្អឹងនាយជ្រូកមានគ្រឿងផ្សំដូចជាខ្ទឹមសស្ករសអំពិលទុំស្ករត្នោតទឹកត្រីគ្រឿងបុកកាពិម្ទេសឆ្អើរប៊ីចេងអំបិលស្ដេចដីខ្ទិះដូងអ្វីមិនអាចបំភ្លេចបានគឺម្សៅស៊ុបខ្នុរនិងនំស៊ុបខ្នុរបន្ថែមរសជាតិស្លយើងឲ្យបានកាន់តែឈ្ងុយឆ្ងាញ់បន្លែមានដូចជាត្រប់វែងម្នាស់ម្ទេសផ្លាប់ក្រហមជីនាងវងហើយនិងផ្នែកសាច់មានឆ្អឹងជំនីជ្រូកតោះមើលការចម្អិនរបស់គ្នាជាដំបូងយើងដាក់ខ្លាញ់យើងដាក់ខ្លាញ់ឲ្យក្តៅរួចហើយយើងដាក់
ទឹមបំពងទឹមសចូលបន្តិចលីងវាឲ្យឈ្ងុយបន្ទាប់មកយើងដាក់ម្ទេសឆ្អើរយើងកូរម្ទេសឆ្អើរនេះឲ្យឡើងពណ៌ឲ្យស្អាតសិនបន្ទាប់មកយើងដាក់គ្រឿងបុកកូរឲ្យឈ្ងុយបន្តិចមកrồiហើយយើងដាក់កាពិយើងកូរយើងឈ្ងុយយើងដាក់ពីដុំចូលយើងកូរវាឈ្ងុយទៅយើងងាស់ចោលបន្តិចឲ្យវាចេញជាតិទឹកត្រីយើងដាក់ទឹកបន្តិចឲ្យដាក់ចាននេះយើងខលយើងដាក់ឲ្យវាផុយសាច់សិនឲ្យឆ្អិនសាច់ហើយយើងងាស់វាហើយជាបន្តិចឲ្យវាផុយសាច់តិចបាទយើងដាក់គ្រឿងចូលចំណងចាប់ស្ងួយហើយអញ្ចឹងយើងដាក់ចាប់ដាក់ផ្សំគ្រឿងផ្សំយើងទាំងអស់គ្នាពីស្ករត្នោតស្ករសបន្តិចអំបិលបន្តិចប៊ីចេងបន្តិចទឹកត្រីបន្តិចអំពិលទុំបន្តិចយើងងាស់ចោលរយៈពេល2នាទីឲ្យវាគ្រឿងផ្សំចូលគ្នាហើយចាំយើងថែមបន្លែជាតាមក្រោយយើងដាក់គ្រាប់រួចយើងកូរវាឲ្យបន្តិចយើងកូរវាសពចឹងហើយយើងចាក់ទឹកចូលបន្តិចរយៈពេល5នាទីទៀតបានញ៉ាំទាំងអស់គ្នាយើងថែមបន្ថែមបន្តិចដើម្បីរសជាតិសម្លយើងកាន់តែឆ្ងាញ់
យើងអត់បានយើងថែមក្នុងទឹកខ្នុរបន្តិចទៀតដើម្បីរសជាតិកាន់រសជាតិយើងស្គាល់តែឆ្ងាញ់លើហ្នឹងស្លយើងឆ្អិនហើយយើងចាប់ដើមដួសដាក់ឆ្នាំទាំងអស់គ្នាឡំទុកទីបានរួចរាល់ហើយមើលទៅទំនងមែនទែនខ្ញុំសូមណែនាំម្ហូបទី2មានឈ្មោះថាមន់ចាំសម្បុកតោះទៅមើលវិធីធ្វើទាំងអស់គ្នាដាក់ខ្ទឹមសយើងលីងវាឲ្យឈ្ងុយបន្តិចសិនបន្ទាប់មកយើងដាក់សាច់មាន់បន្ទាប់មកយើងដាក់ទឹកចូលវាមួយពុះសិនពុះរួចហើយយើងចាប់ដាក់យើងទឹកពេញប៉ោះមុនបន្ទាប់មកដាក់ទឹកពេញខ្យងរួចហើយយើងដាក់សាតេបន្ទាប់មកយើងកូរគ្រឿងទាំងអស់ឲ្យសព្វចូលគ្នាងោះវាឲ្យខាប់ឲ្យគ្រឿងវាខាំចូលជាមួយសាច់មាន់ឲ្យចូលជាតិយើងមិនអាចបំភ្លេចបាននំថៅខ្នុរបន្ថែមរសជាតិឆ្ងាញ់យើងបន្ថែមទឹកខ្ទឹមទៅចុងក្រោយជាការស្រេចមន់សំបុករួចរាល់ហើយនាំមកជូនជាពិសេសដោយ ញ៉ាំម៉ូតូ Scoopy 2025 ចំនួន 5 គ្រឿងនិងរង្វាន់ទឹកប្រាក់យ៉ាងច្រើនសរុប355លានរៀល បាទទស្សនិកជនស្វាគមន៍មកកាន់វគ្គចុងក្រោយនៅក្នុងកម្មវិធីជាប់ចប់តែឆ្ងាញ់សម្រាប់ការភ្លក់នៅមុខម្ហូបដែលពិសេសនៅភោជនីយដ្ឋានស្រស់ស្រាយផ្ទាល់តែម្ដងហើយមុននេះលោកអ្នកបានទស្សនាហើយជាមួយនឹងការបង្ហាញពីវិធីសាស្ត្រការធ្វើនៅមុខម្ហូបចំនួន2មុខពីចុងភៅជំនាញនៅភោជនីយដ្ឋានស្រស់ស្រាយមានម្ជូរខ្ទិះក៏ដូចជាជាមួយនឹងមាន់ចាំសម្បុកហើយក្រៅពី2មុខនេះក៏មានមុខម្ហូប4មុខបន្ថែមទៀតដើម្បីធ្វើការបង្ហាញជូនទៅកាន់ទស្សនិកជនប៉ុន្តែមុននឹងចូលមកដល់វគ្គការភ្លក់ពីកម្មវិធីរបស់យើងក៏មកភ្លេចដែរជាមួយនឹងការអរគុណនិងម្ចាស់ជួបរួមឧបត្ថម្ភជាពិសេសដោយម្សៅស៊ុបខ្នុររសជាតិឆ្ងាញ់សម្បូរដោយជីវជាតិ ដុំស៊ុបខ្នុរឈ្ងុយឆ្ងាញ់រងាស់មុនទាំងមូលបងមុននឹងភ្លក់ម្ហូបខ្ញុំឆ្ងល់តាក់ទងជាមួយនឹងផ្ទះនេះបន្តិចពីថាផ្ទះនេះការរៀបចំហ្នឹងយើង
លក្ខណៈថាផ្ទះមាននៅនឹងស្រាប់ហើយបានយើងបើកហាងឬក៏យើងបើកហាងរៀបចំផ្ទះបែបហ្នឹង ចា បាទ និយាយទៅផ្ទះនេះគឺជាផ្ទះឈើបុរាណដែលយើងមានពីដើមមកហើយ មានពីដើមមក ចាគ្រាន់តែពេលដែលយើងចាប់ផ្ដើមរៀបចំបើកជាភោជនីយដ្ឋានយើងកែខៃ យើង តិច រៀបចំ គាត់តែ កែ លាប ទៀត ពណ៌យើងកែហើយនឹងធ្វើខាងក្រោម បាទ ចាតែសម្រាប់ផ្ទះខាងលើនេះគឺជាផ្ទះដែលយើងមានពីដើមមកតែម្ដងចា បាទអូស្អាតខ្ បា លាំង ទ មែ គឺ ន ថា ទេ ពិសេសព្រោះដោយសារតែផ្នែកខាងក្រៅខាងក្រោមហ្នឹងដែលយើងថតមកគឺមានរៀបចំលក្ខណៈបែបខ្មែរគឺស្រស់ស្អាតមែនទែនហ្មងព្រោះពេលខ្លះឆ្ងល់ថៃតាំងពេលដែលរៀបចំរកផ្ទះបែបខ្មែរពីតាមបណ្ដាខេត្តផ្សេងអញ្ចឹងតែក៏ពិតទៅគឺផ្ទះគឺមាននៅនឹងស្រាប់ហ្មង បាទចូលមកដល់ក្នុងនេះគឺដឹងតែស្រស់ស្រាយតែម្ដង ស្រស់ស្រាយ បើសិនជាជាពេញទាំងអស់តែម្ដងបើចង់ស្រស់ស្រាយបែបធម្មជាតិអាចអង្គុយខាងក្រៅបានតែខាងនេះខាងក្រៅអង្គុយក្នុងមកតិចសេ បាទព្រោះដោយសារតែនេះគឺជាបន្ទប់ VIP សម្រាប់ផ្ដល់ជូនដល់អតិថិជនដែលគាត់មានលក្ខណៈថាត្រូវការប្រជុំឬក៏ប្រជុំហើយញ៉ាំបាយជុំគ្នាពេលថ្ងៃអីហ្នឹងគឺអាចជ្រើសរើសជាមួយនឹង VIP នៅស្រស់ស្រាយបានព្រោះទីតាំងគឺថាស្អាតហើយជាមួយនឹងកន្លែងអង្គុយឬក៏កន្លែងញ៉ាំអីក៏មានច្រើន បាទតាក់ទងជាមួយនឹងតុដែលយើងពងអង្គុយនេះបើសិនជាអាចអង្គុយបានគ្នាដល់10នាក់នេះហើយជាពិសេសមើលទៅបែបផ្លូវការតែម្ដងបាទស្អាតខ្លាំងមែនទែនមានកន្លែងអង្គុយលេងកន្លែងញ៉ាំបាយហើយបន្ទប់ទឹកដាច់ដោយឡែកទៀតអញ្ចឹងក៏ចង់សួរបងដែរពាក់ព័ន្ធជាមួយនឹងបន្ទប់ VIP នេះអាហ្នឹងយើងត្រូវតែចំណាយក្នុងចំនួនណាកំណត់មួយបានជ្រើសរើសជាមួយបន្ទប់នេះបានឬក៏យ៉ាងណា ចាលក្ខណៈពិសេសរបស់ភោជនីយដ្ឋានយើងគឺអត់ផ្ដោតទៅលើការឆាចទៅលើថ្លៃបន្ទប់ទេនិយាយរួមឲ្យតែបងប្អូនអតិថិជនមកដល់គ្រាន់តែធ្វើការកម្មងមហូបគឺអាចចង់រើសទីតាំងមកឆ្លាញ់ដែលអាចថាចង់អង្គុយកន្លែងណាគឺខាងយើងស្វាគមន៍ទាំងអស់ចា អូ ចុះបើសិនជាមកត្រឹម1 2នាក់អីអង្គុយបន្ទប់នេះបានទេ ចាបានដូចគ្នាចា បាទ អត់បញ្ ចុះ ហា ពិសេសមែនតើព្រោះដោយសារតែឥឡូវមានឈុត 10000 ទៀតមានបាយមានម្ហូបអញ្ចឹងបើថាសម្រាប់2នាក់ឬក៏3នាក់គាត់ជ្រើសរើសជាមួយនឹងឈុត 10000 នេះយកមកញ៉ាំនៅលើនេះក៏បានដែរ បានអត់បញ្ហា អូពិសេសមែនតើ ចុះបងមានបាក់មានទូអញ្ចឹងយើងអាចច្រៀងក្រៅអូខេបាន បានចាបើសិនជាគាត់ចង់ច្រៀងចង់អីកំសាន្តយើងផ្ដល់ជូនទៀតទាំងអត់គិតស្លៃសបាយទាំងអស់ ជួនកាលបើសិនជាខ្ញុំមកធ្វើឈុត 10000 ហើយខ្ញុំនៅដល់ល្ងាចគេច្រៀងក្រៅអូខេ បានអត់បញ្ហាចា តែបើយើងនិយាយគឺចំណេញអត់មើល បើរ៉េពេនៅដល់ល្ងាចមិនតិចទៀតហើយគាត់បើកដល់យក ចា ហ្នឹងហើយអូផ្លេចមិនស្អីប្រាប់ដែរ ចា បាទអរគុណតេតងជាមួយនឹងមុខម្ហូបវិញព្រោះឃើញនៅមុខនេះយើងមានមុខម្ហូបបង្ហាញពីមុខហើយមាន4មុខទេបងឯងរៀបរាប់ជាមួយនឹងឈ្មោះមុខម្ហូបពីមួយៗបាទ ចាសម្រាប់ដើមគេនេះគឺជាប្រភេទត្រីស្ពងគេហៅត្រីស្ពងទឹកស៊ីអ៊ីវ បាទ ចា មួយមែនទេបងនេះ ចាហ្នឹងយើងប្រើជាមួយនឹងគ្រឿងផ្សំជាមួយខ្នុរដែរ បាទ ចាហើយជាមួយនឹងចុងភៅដែលមានជំនាញយិនសិនតែម្ដង បាទ ចាហើយចំណែក បាទ មួយមុខនេះគឺជាមច្ឆាស្រស់ស្រាយ មិនឆាស្រស់ ចា ស្ ម រាយ ច្ឆាហ្នឹងគឺត្រីអញ្ចឹង បាទ យើងយកសាច់ត្រីមកចាយើងបំពងបេះជាសាច់យើងយកមកបំពងញ៉ាំមួយទឹកត្រីស្វាយចា បាទ ហើយទឹកត្រីស្វាយនេះគឺរសជាតិអត់ជូរអត់ប្រៃអត់អីទេគឺល្មមឆ្ងាញ់តែម្ដង ឃើញស្បាយមួយទឹក ចុះអសាត្រីនេះបើសិនជាយើងអត់ប្រើត្រីអីគេដែរបង យើងប្រើជាត្រីដែង ត្រី តែ ដែរ ដែរ ចា អញ្ចឹងសាច់ត្រីសុទ្ធមកមុនណោះ ចា ខ្ញុំស្មានមិញដាក់ស្បែកត្រីអីពង អត់ទេចាសាច់ត្រីតែម្ដង បាទសម្រាប់ ហើយបន្តមកទៀត តម្លៃវិញព្រោះដោយសារ ចា មុននេះចង់ដឹងតម្លៃដែរព្រោះពេលខ្លះបងប្អូនគាត់មកចូលមកឃើញហាងធំ ចា មានរៀបចំបែបខ្មែរបែបអីថាប្រហែលជាថ្លៃហើយគាត់ហ៊ានចូលអញ្ចឹងចង់សូពីតម្លៃឬក៏បង្ហាញពីតម្លៃឲ្យកាន់ទស្សនិកជន ចា តិចទៅបងសម្រាប់ ក៏ចង់ បង ជម្រាបទៅបងប្អូនពុកម៉ែទាំងអស់គ្នាថាហាងមើលមកធំមែនប៉ុន្តែតម្លៃគឺយើងគិតទៅតាមសេដ្ឋកិច្ចបច្ចុប្បន្នដែរ បាទ ចាគឺយើងបំរើដល់ពុកម៉ែបងប្អូនប្រជាជនខ្មែរទាំងអស់គ្នាឲ្យស្គាល់ពីរសជាតិម្ហូបដែលមានគុណភាពចាហើយមានស្តង់ដារអនាម័យខ្ពស់ហើយនិងមានតម្លៃមួយដ៏សមរម្យទៀត បាទ មានន័យថាម្ហូបរបស់យើងអត់ថ្លៃជាងកន្លែងផ្សេងទេចា បាទ បើយើងប្រៀបធៀបហើយសម្រាប់ដូចត្រីនេះបងប្អូនដឹងថាប្រភេទត្រីស្ពងហ្នឹងជាប្រភេទត្រីមួយដែលមានតម្លៃខ្ពស់ដែរ បាទ ប៉ុន្តែក្នុងមួយត្រីមួយក្បាលនេះយើងលក់ត្រឹមតែតម្លៃ$15ទេ អូ បាទ 60000 រៀល ចាអាចញ៉ាំបានដល់ទៅ3នាក់ បាទ ត្រីនេះ ត្រី ចា ទុំ ចាធ បា ំ ទ ខ្លាំង បាទ ហើយសម្រាប់មច្ឆាស្រស់ស្រាយមួយចាននេះតម្លៃត្រឹមតែ$4កន្លះទេ $4 ចា កន្លះ ចា បាទ ហើយសម្រាប់មាន់ចាំសបុកនេះដូចគ្នាតម្លៃត្រឹមតែ$5ហើយយើងប្រើជាមួយមាន់ស្រែទៀត បាទ ចា បាទ ហើយសម្រាប់សឡម្ជូរ បាទ សម្រាប់ប្រភេទសឡចាមិនថាសឡអីមួយឆ្នាំងនេះអាចញ៉ាំបាន2ទៅ3នាក់អញ្ចឹងយើងគិតតម្លៃត្រឹមតែ$4កន្លះទៅ$5ទេ បាទ តាម មួយឆ្នាំងហ្នឹង ចា ធូរហ៎បង ចាចា បាទ ហើយសម្រាប់តុងយ៉ាំនេះប្រភេទគ្រឿងសមុទ្រអញ្ចឹងយើងគិតត្រឹមតែ$5កន្លះទេ បាទ ចា បាទ គ្រឿងសមុទ្រណាតែយើងគិតតម្លៃត្រឹមតែប៉ុណ្្នឹងឯង បាទចុះទៅតងជាមួយនឹងមន់នៅខាងមុខ មាន់ប្រហែលជា តែ 10000ហ្នឹង មួយ 30000 បាទមានបន្លែមានអីច្រើន សម្រាប់មាន់ជាទូទៅនៅខាងក្រៅដូចអូនបាននិយាយចឹងគឺគេលក់60000ប៉ុន្តែដោយសារនេះជាប្រភេទមាន់សេអញ្ចឹងតម្លៃរបស់វាថ្លៃជាងមាន់ធម្មតាអញ្ចឹងខាងហាងក៏មិនគិតខ្ពស់អីពេកដែរយើងគិតត្រឹមតែមួយក្បាលហ្នឹងគិតតែ$19.95ទេចាហើយយើងថែមជូននៅឆាតកួនប្រេងខ្យង
មកមុខទៀត បាទអាហ្នឹងអាចនិយាយបានថាសម្រាប់ដូចគិតលុយខ្មែរគេថា80000 ចា 80000 មានសេនមានអីទៀតមិនគិតលេងចង់ដល់ហើយ បាទហើយជាមួយនឹងគឺក្នុងគឺមានឆាជាមួយទឹកគោតែសម្រាប់វគ្គនេះដល់ ចាវាច្រើនអញ្ចឹងលើតាមយើង បាទតែបងប្អូនមកនៅសោកស្រាយគឺមិនភ្លេចទេជាមួយនឹងគឺថាចំងមន់នេះគឺមានជាមួយនឹងបន្លែច្រើនប្រភេទជាមួយនឹងមន់របស់គាត់គឺមើលទៅតំណងគាត់ចង់ញ៉ាំគឺស្ងួតល្អហើយទឹកជ្រលក់ក៏ពិសេសដែរមើលទៅទឹកជ្រលក់នេះ សម្រាប់មន់នេះនៅខាងក្រៅអត់មានទេនេះគឺជាមន់ដុតស្រស់ស្រាយដែលយើងបង្កើតដោយហាងផ្ទាល់ចឹងសម្រាប់បងប្អូនដែលចង់ញ៉ាំមន់នេះគឺអាចមកស្រស់ស្រាយទើបមានរសជាតិនេះដោយសារទឹកជ្រលក់របស់យើងគឺធ្វើចេញពីជីងកាមចាដែលយើងឆ្នៃដោយចុងភៅរបស់យើងផ្ទាល់តែម្ដងចាហើយអាចមកសាកបានរសជាតិគឺប្លែកចា ខ្លាំងមែនទេអីបងសង្ស័យបងចេះថែមើលទៅ តសាកសិនចា ហ្នឹងហើយតអញ្ចឹងឥឡូវយើងចាប់ដើមភ្លក់ម្ហូបដែលមាននៅក្នុងភោជនីយដ្ឋានក៏ដូចជាហាងកាហ្វេស្រស់ស្រាយតែម្ដងមានដល់ទៅ6 7មុខអញ្ចឹងកុំអោយគាត់បានទៅនិយាយយើងតបភ្លក់បានទៅរសជាតិឆ្ងាញ់យ៉ាងណា បាទឥឡូវទស្សនិកជនមកភ្លក់ជាមួយនឹងពួកយើងទាំងអស់គ្នាជាមួយនឹងមុខម្ហូបទាំង6មុខនៅខាងមុខនេះតតែម្ដងបាទ អូតំណងមែនតើយើងភ្លក់មួយណាមុនបង ជាទូទៅយើងអាចភ្លក់ត្រីមុនណា ត្រីមុន បាទ អូត្រីនេះធំមែនតើបងនេះអាចដួសឲ្យលូរ៉ែនឲ្យបងស្រីហើយលើដួសខ្លួនឯងម្ដង អាចញ៉ាំជាមួយបន្លែហើយតែឆ្ងាញ់ បាទបងអូតំណងមែនតើជាពិសេសត្រីនេះបានផ្សំគ្រឿងជាមួយនឹងម្សៅស៊ុបខ្នុរផងដែរតើបង បាទ ចឹងធ្វើរសជាតិកាន់តែឆ្ងាញ់ ទំហំជាមួយនឹងត្រីស្ពងនេះគឺធំមើលទៅប្រហែល1គីឡូជាងហើយជាមួយនឹងតម្លៃតែ60000រៀលទេបាទ ឈ្ងុយមែនតើ មកទស្សនិកជនភ្លក់ទាំងអស់គ្នាបាទ បាទដល់វគ្គឆ្ងាញ់ទៀតហើយទស្សនិកជនឆ្ងាញ់ហ៎នេះបន្ថែមមួយបាយទៀតណាកាន់តែមានជាតិហ្មង មានបាយថាដាក់អត់ អត់ទេចាំតិចទៀតណារហូតពេញតុកហ្មង បាទ នេះចាប់អារម្មណ៍ត្រីហ្នឹងគឺចំណុចពិសេសរបស់វាគឺសាច់ទន់ បាទ តែពេលដែលយើងខាំកាពីមកគឺមិនដល់ស្វិត បាទ ចា ជាពិសេសបងសម្រាប់ទឹកដែលមាននៅក្នុងត្រីនេះក៏ឆ្ងាញ់ដែរ ចាចា បាទចំហុយទឹកស៊ីអ៊ីវហើយជាមួយនឹងត្រីវិញគឺសាច់ទន់ឆ្ងាញ់ស្ងួតល្អហ្មង អត់ទេឆ្ងាញ់មែនទស្សនិកជន60000នេះបើយើងមក3នាក់4នាក់ឯងហើយទៅត្រីមួយបាយមួយឆ្នាំបានទេលូរ៉ែនណោះ បាទមក3 4នាក់បាយមួយចាន បាយមួយឆ្នាំ អូមិញបាយមួយចានចង់ឆ្ងល់ទេដល់4 5នាក់បាយមួយចាន បាយមួយឆ្នាំនេះអាចញ៉ាំបាន4នាក់ 4នាក់ ចា កន្លែងម៉ាត់ដែរបងសម្រាប់បាយមួយចាន តាមរៀល5កាក់ បាទ 6000រៀល 6000រៀល ចា អូណាអូ ពេញឆ្នាំ រ៉េណូតាម បាទ បាយ 4ទៅ ហើយដល់បាទ មុខម្ហូបយើងសល់ច្រើនណា បាទ បាទឥឡូវយើងបានភ្លក់មុខម្ហូបមួយហើយបាទគឺត្រីចំហុយទឹកស៊ីអ៊ីវត្រូវអត់បង ចា បាទ ពិតជាឆ្ងាញ់មែនតើបាទអញ្ចឹងទទួលយកបាន60000អត់ថ្លៃទេយើងដាក់បាយមួយឆ្នាំ6000ទៀតមកគ្នា3 4នាក់គឺ6000តែម្ដង បាទឥឡូវយើងបន្តជាមួយនឹងការភ្លក់នៅមុខម្ហូបបែបសាឡឬក៏បែប ទេទៅចឹងមក ទៅចឹងមកអូខេបាទ អញ្ចឹងមុខម្ហូបទី2នេះមច្ឆាស្រស់ស្រាយ ចាចា មច្ឆាសោះស្រាយ មិនបានស្រស់ស្រាយ ដោយសារឈ្មោះរបស់ហាងយើងចង់នេះជាមនុយដែលយើងបង្កើតឡើងដោយហាងអញ្ចឹងយើងដាក់ឈ្មោះនេះដើម្បីប្រចាំថាជាម្ហូបប្រចាំហាងរបស់យើង បាទចុះសម្រាប់មុខម្ហូបនេះបើសិនជាភ្ញៀវគាត់ចង់កំងជាប្រភេទសាច់ត្រីផ្សេងអាចបានដែរទេបងឬក៏យើងតម្រូវធ្វើតែសម្រាប់ត្រីដៃនេះទេ ជាទូទៅចុងភៅគាត់ជ្រើសរើសសាច់ត្រីដែងដោយសារដែងគាត់មានសាច់ច្រើន បាទបាទ ហើយយើងគិតថាដែងវាមានតម្លៃមួយដែលយើងអាចទទួលយកបានអញ្ចឹងណាហ្នឹងហើយចា បាទ អញ្ចឹងយើងញ៉ាំញ័រមួយស្វាយឆ្ងាញ់បងណា ចាចាអាចអានេះអាចជាប្រភេទគ្រឿងក្លែមក៏បាន បាទខ្ញុំគិតចឹងដែរអញ្ចឹងបើសិនជាបងបើកហាងពេលល្ងាចអត់ខ្វះ ចា មុខម្ហូ នេះ ប ជា ទេ មុខមនុយមួយដែរ មុខម្ហូបដងហ្មង ព្រោះមុខម្ហូប3នេះអាចបានមន់ទៀត ចា បាទតំណងទៅទាំងអស់នោះលូរ៉ែនមកទៅស្ដេចនេះគឺតំណងដល់លូរ៉ែនងាយឡើង និយាយដូចដឹងចិត្តចឹង អូស្រួយសឹបហ្មងនេះ ចាចា យ៉ារាំងស្រួយ ឆ្ងាញ់នេះបើសិនអ្នកចូលចិត្តហិលអីសម្រាប់ស្វាយនេះឲ្យហិលយើងនឹងទៀតក៏បានដែរបង បាទ អ្នកចូលចិត្តហិលដាក់ហិលយើងនឹងត្រូវហ្មងលូរ៉ែន បាទគឺថាអត់ប្របាក់ញ៉ាំទេព្រោះដោយសារតែសាច់ត្រីគឺចង់ធ្វើគាត់បេះឆ្អឹងចេញអស់ហ្នឹងយកតែសាច់មកបំពងអញ្ចឹងញ៉ាំជាមួយនឹងញោមស្វាយដែលមានបន្ថែមលើនេះមកគឺត្រូវជាតិគ្នាហ្មងអត់បាទគឺអត់ប្រៃអត់នេះពេកទេល្មម មច្ឆាស្រស់ស្រាយគាត់រៀបចំត្រូវតែម្ដងបើសិនជាមានម្ជូរស្វាយនេះញ៉ាំទៅត្រីពងនេះក៏ទៅ
មានជាតិឆ្ងាញ់ហ្មង ដូចអត់សើចនេះ ដល់ពេលគូមួយគ្នាត្រូវហ្មង ម៉ាច់ហ្មង ពិសេសមែនទែន នាំមកជូនជាពិសេសដោយ មានម៉ូតូ Scoopy 2025 ចំនួន5គ្រឿងនិងរង្វាន់ទឹកប្រាក់យ៉ាងច្រើនសរុប355លានរៀល ចាឥឡូវបន្ទាប់ពីយើងភ្លក់ប្រភេទត្រីហើយពីមុខនេះយើងចូលមកប្រភេទមាន់ម្ដងហើយនេះជាប្រភេទមាន់ចាំសបុកដែលមើលមកគឺមានសភាពគាត់គឺចង់ញ៉ាំហ្មងចាហើយមាន់ហ្នឹងគឺមាន់ស្រែអញ្ចឹងអូនឲ្យសាកមើលថារសជាតិមិនដែរអញ្ចឹងណាតែយើងឆានេះក៏យើងឆាជាមួយនឹងខ្នុរដែរ បាទព្រោះមុននេះយើងបានបង្ហាញពីវិធីសាស្ត្រការធ្វើដែរ បាទគឺស្ងួតល្អ បាទអរគុណបងមើលទៅការរៀបចំតុបតែងគឺស្អាតខ្លាំងមែនទែនមានអី ហើយអូនអាចញ៉ាំជាមួយនឹងត្រាវនេះត្រាវបំពងគឺស្រួយស្ញប់ហ្មងយើងអាចជ្រលក់ចា បាទឥឡូវភ្លក់មួយ ឥឡូវកាច់ហ្មងឯងដៃកាច់ហ្មង កាច់ហ្មងបង ដៃកាច់ដៃនៅណែហ្មងហ្នឹង ខ្ញុំនេះណា នេះ អូតែមានបេះចឹងហ្មងបងអើយ អូស្រួយមែនតើណា ស្រួយត្រាវបំពងនេះគេឲ្យជំនួសសបុកចាធ្វើ សម្រាប់ត្រាវបំពងនេះអាចនិយាយបានថាជំនួសសបុកមាន់ដល់ពេលមាន់នៅខាងពីលើ ចា ព្រោះសម្រាប់មុខម្ហូបនេះមើលទៅគឺអាចញ៉ាំបានទាំងអស់ជាមួយនឹងមាន់ជាមួយនឹងត្រាវបំពងមានបន្លែមានអីគឺការរៀបចំក៏ស្អាតដែរបាទហើយមាន់នេះក៏បានប្រឡាក់ជាមួយនឹងគ្រឿងផ្សំរបស់យើងដែរគឺម្សៅស៊ុបខ្នុរផងដែរទៅរសជាតិកាន់តែឆ្ងាញ់បាទ សម្រាប់មាន់ហ្នឹងមានអារម្មណ៍ថាញ៉ាំទៅប្លែកហ៎ចាព្រោះមាន់ខ្សែរបស់យើងញ៉ាំមកគឺអត់ដូចមាន់នេះទេចា បាទជាតិល្មមជាប់ជាមួយសាច់ហ្មងហើយមាន់ស្ងួតល្អបាទ អញ្ចឹងឥឡូវយើងចូលដល់មុខម្ហូបទី4របស់យើងគឺប្រភេទសាឡ បាទជាមួយនឹងប្រភេទសាឡវិញម្ដងបាទ នេះប្រភេទបញ្ជូរកែងឆ្អឹងជំនី បាទសម្រាប់ម្ជូរកែងឆ្អឹងជំនីនេះជឿជាក់ថាជនបានទស្សនារួចហើយជាមួយនឹងថ្វីដៃចុងភៅដែលគាត់បានចំអិនគឺថាតំណងខ្លាំងមែនទែនដែលគាត់បានផ្សំគ្រឿងជាមួយនឹងម្សៅស៊ុបខ្នុរនិងដងស៊ុបខ្នុរធ្វើឲ្យរសជាតិមុខម្ហូបនេះកាន់តែឆ្ងាញ់បាទជាពិសេសគឺរឹតតែឈ្ងុយនឹងតែម្ដងឈ្ងុយមែនទែនឥឡូវយើងបានដួសដាក់ចានហើយមុននឹងបងស្រីបានដួសអាយជាមួយនឹងស្លម្ជូរខ្ទិះនេះបើសិនជាភ្ញៀវគាត់ចង់ញ៉ាំសាច់ត្រីយើងផ្លាស់ប្ដូរបានដែរតើបងដាក់សាច់អីក៏បានដែរស្រ័យទៅលើការកំងរបស់ភ្ញៀវសម្រាប់ម្ជូរនេះភាគច្រើនគេញ៉ាំមួយសាច់គោបាទឬក៏ឆ្អឹងជំនីប៉ុន្តែបើភ្ញៀវគាត់ចង់ញ៉ាំបែបជាសាច់ត្រីសាច់មាន់គឺយើងអាចធ្វើបានតែតម្លៃដូចគ្នាដែរចាខុសនេះតិចតួចទេបើនិយាយរួមតម្លៃដែលខ្ពស់ជាងគេគឺមានតែមាន់នេះចុះគឺសមុទ្របងគឺសមុទ្រទៀតជាងមាន់តិចចាគឺសមុទ្រដាក់ដូចជាអត់សូវត្រូវតម្លៃទៀតជាងមាន់ពេញអត់សូវត្រូវបងណោះប៉ុន្តែខ្ញុំមើលទឹកសឡនេះមើលផ្លែតដូចណាំយ៉ាតិចដូចជាការីតិចចាចុះមានតែភ្លក់អីបាទថារសជាតិមិនចាព្រោះសឡខ្មែររបស់យើងភាគច្រើនយើងប្រើគ្រឿងមកស្តៀងគ្នាតែរសជាតិគឺខុសគ្នាអត់ត្រូវចាបាទមកឥឡូវភ្លក់ស្ងោះនេះជាមួយស្លម្ជូរខ្ទិះចាអូនេះដាក់មួយបាយត្រូវលូរ៉ែនចាដាក់បាយមកត្រូវហ្មងបាទជាតិហ្មងឈ្ងុយខ្ទិះតែដូចជាយើងនៅចុងកន្លែងកនេះដូចយើងឈួនបន្តិចដូចយើងហិលឡំបន្តិចមិនបងចាណាលូរ៉ែនហើយព្រោះដោយសារតែមុខម្ហូបនេះគឺគាត់ចង់ធ្វើគាត់ប្រើបន្លែជាមួយនឹងត្រប់ហើយជាមួយនឹងម្នាស់បាទហើយមានថែមជាមួយនឹងម្ទេសឆ្អើរដែរអញ្ចឹងអាចគេថាបន្ថែមពណ៌ហើយជាមួយនឹងរសជាតិល្មមបាទល្មមតែញ៉ាំទៅយើងឈួរចុងកតិចឈួរហ្នឹងមិនមែនឈួរនេះទេរបៀបថាវាជារសមួយដែលញ៉ាំទៅវាដិតជាប់នៅអារម្មណ៍របស់យើងណាឆ្ងាញ់បាទព្រោះមុខម្ហូបនេះគឺសម្រាប់ញ៉ាំមួយបាយត្រូវចាបាទល្អឥឡូវយើងឲ្យសឡមួយហើយចូលសឡទី2មួយទៀតបាទអញ្ចឹងសឡមួយចាននេះតម្លៃអត់លើ$5ទេចាបាទបន្ទាប់ពីជាមួយនឹងការភ្លក់នៅមុខម្ហូបម្ជូរខ្ទិះឆ្អឹងជំនីជ្រូកមកគឺថារសជាតិគឺឆ្ងាញ់តែម្ដងហើយជាមួយនឹងបើសិនជាញ៉ាំមួយបាយថែមទៀតគឺកាន់តែពិសេសហើយសម្រាប់មុខម្ហូបសម្លនេះគឺយើងនៅសល់មួយមុខទៀតមានជាមួយដូចជាតង់យ៉ាំគ្រឿងសមុទ្របាទចាហើយសម្រាប់ប្រភេទមនុយមួយនេះដែរខ្ញុំចង់ជម្រាបបងប្អូនថាក៏ជាមនុយដែលយើងលក់ដាច់ប្រចាំហាងដែរបាទចាព្រោះដោយសាររសជាតិយើងអត់បដោតទៅលើប្រៃខ្លាំងឬក៏ជូរខ្លាំងទេយើងប្រើរសជាតិដិតល្មមដោយសារយើងប្រើជាមួយនឹងដុំតុងយ៉ាំរបស់ខ្នុរដែរអញ្ចឹងហើយគ្រឿងសមុទ្រគឺយើងប្រើស្រស់ថ្មីមកអញ្ចឹងបងប្អូនអាចសាកបានណាចាបងមករេណូខ្ញុំដួសម្ដងមិញសម្រាប់ការភ្លក់សឡអីបងមិញម្ជូរខ្ទិះម្ជូរខ្ទិះឆ្អឹងជំនីជ្រូកនេះហើយបានថា
ដិតជាប់អារម្មណ៍អីមិនអាចភ្លេចបានទេបើអាចទៅផ្ទះវិញខ្ចប់មួយចានថ្ងៃម៉ែណាបង ចាបានអូ បាទអត់ទេឆ្ងាញ់មែនបងជាប់មាត់ហើយហ្នឹងដល់ឥឡូវចូលម្ហូបមួយទៀតគឺតុងយ៉ាំដែលបានផ្សំគ្រឿងជាមួយនឹងដុំស៊ុបតុងយ៉ាំរបស់ខ្នុរដូចគ្នា ចាចា បាទអូខ្ញុំឆ្ងល់ដែរបងសម្រាប់ឈុត 10000 រៀលហ្នឹងបើសិនយើងអាចកំងជាមួយនឹងសាឡនហ្នឹងបានដែរទេបង អធិស្ឋានបងប្អូនដោយសារតែធាតុវត្ថុធាតុដើមដែលយើងយកមកធ្វើហ្នឹងវាមានតម្លៃដែរអញ្ចឹងយើងអាចធ្វើ10000បានទេអាហ្នឹងយើងមានតែប្រភេទត្រីឬក៏សាច់ជ្រូកសាច់អីយើងអាចធ្វើបាន តែបើសម្រាប់ប្រភេទសាឡនអញ្ចឹងដែរ ចាចាបាទ ទៅដោយមុខម្ហូបជាពិសេសបើសិនជាពុកម៉ែបងប្អូនចង់ដឹងច្បាស់មកកាន់ភោជនីយដ្ឋានស្រស់ស្រាយមកសួរទៅសម្រាប់បុគ្គលិកគាត់នឹងជម្រាបជូនតើមុខម្ហូបតម្លៃ10000ហ្នឹងគឺមានអីខ្លះ ចាចា ហើយយើងធានាបាននៅសាច់ទាំងអស់ដែលយើងយកមកធ្វើហ្នឹងគឺសិតតែថ្មីស្រស់ទាំងអស់រាល់ថ្ងៃចាអត់មានស្តុកសល់ទេចា ថ្មីមែនតើទស្សនិកជន ចា គេថាមកញ៉ាំទៅឈប់ឆ្ងាញ់ហ្នឹង ចា បាទថ្មីសាច់មួយពេលដែលយើងញ៉ាំយើងដឹងថា ចា ថ្មីឬក៏នេះគឺដឹងបាទហើយជាមួយនឹងសាច់ពភាវិញគឺញ៉ាំទៅណែតហើយជាមួយនឹងពភាមឹកញ៉ាំទៅឈប់ឆ្ងាញ់ ចា លូរ៉េននេះបើយើងអត់ស្រួលខ្លួនអស់កម្លាំងណា ដាក់ក្តៅយើង អត់ទេ បើសិនតែខ្ញុំទេក្តៅហើយថែមរៀងហឹងតិច ចាសម្រាប់មុខម្ហូបនីមួយហាងគឺអត់ផ្ដោតទៅលើរសជាតិណាមួយដែលដិតពេកទេដូចជាប្រៃហិលប្រៃជូរហ្នឹងគឺយើងតម្រូវទៅតាមអតិថិជនសម្រាប់អ្នកដែលគាត់អត់ចេះហិលក៏អាចញ៉ាំបានអញ្ចឹងតែយើងមានជាម្ទេសមានអីគ្រប់មុខជូនគាត់វិញ សម្រាប់ការថែម ចា គឺថាលក្ខណៈពិសេសមួយដែរព្រោះដោយសារតែមុខម្ហូបគឺយើងតម្រូវទៅការអតិថិជនទូទៅបាទអញ្ចឹងសម្រាប់បងប្អូនខ្លះដែលគាត់ចូលចិត្តបែបរសជាតិមិនយើងអាចប្រាប់មុនទៅកាន់ភ្ញៀវឬក៏ទៅកាន់ចង់ភៅទេគឺគាត់រៀបចំតម្រូវឲ្យតែម្ដងតែនិយាយទូទៅគឺរសជាតិល្មមបាទបើសម្រាប់ពេលខ្លះភ្ញៀវមកតុកមិនប្រកាសថាចូលចិត្តរសជាតិដូចគ្នាទេខ្ញុំគិតថាដាក់មុខម្ហូបមកប៉ុណ្ណេះគឺល្មមគាត់ខ្វះហិលថែមហិលខ្វះជូរថែមជូរ បាទ ឥឡូវយើងនៅសល់ជាមួយនឹងមុខម្ហូបកូនពៅដែលពិសេស ចុងក្រោយ គេនៅក្នុងបាទគឺសម្រាប់ភោជនីយដ្ឋានស្រស់ស្រាយដែលបង្ហាញជូនក្នុងថ្ងៃនេះគេថាជាមួយនឹងមន់ដុតរបស់គាត់គឺតំណងមែនទែនបន្លែវិញច្រើនមែនទែន បាទ មន់នេះមន់ដុតដឹងមន់ដុតបាទអត់មានយកទៅជៀនលួចទៅស្ងោរណា សាច់របស់មន់ស្រែបងប្អូនអាចមើលបានគឺមន់អត់ធំទេចាមន់ស្រែរបស់យើងគឺមើលទៅរៀងតូចល្មមតែសាច់មកមួយដល់មួយតែម្ដង បាទញ៉ាំឆ្ងាញ់ ជាតងជាមួយនឹងមន់នេះផងដែរគឺថាបងនិយាយសំខាន់បំផុតតាក់តងទៅលើទឹកជ្រលក់នោះពិសេសត្រង់ណាបង ចាសម្រាប់ទឹកជ្រលក់នេះគឺអត់មានហាងណាផ្សេងមានទេវាគឺជាការច្នៃប្រឌិតឡើងផ្ទាល់ពីហាងស្រស់ស្រាយផ្ទាល់ចាដោយសារទឹកជ្រលក់នេះពិសេសត្រង់ណាយើងធ្វើពីជីអង្កាមជាមួយនឹងម្ទេសអាចសាច់ចាម្ទេសខៀវណាចាម្ទេសខៀវនោះបងទាំងអស់គ្នាដឹងហើយថាម្ទេសហ្នឹងឈ្ងុយមានជាតិឈ្ងុយរសជាតិវាចេញមកគឺសាកមើលដឹងហើយចាថាយ៉ាងម៉េចណាចា ចឹងខ្ញុំសុំដកចេញឲ្យហើយបាទ ចាអូនចា ដើម្បីចាប់ដាក់កូនចាន ចាអូន អូចាក់ចេះមកម្ទេសអាចសាត់ទូចហ្នឹងហិលទេបងមើលទៅ ហិលចាម្ទេសហ្នឹងហិលគ្រាន់តែថាវាមានក្លិនឈ្ងុយ ឈ្ងុយមែនទេ ឈ្ងុយ បង ជាងម្ទេសធម្មតាចា បាទ ហើយយើងធ្វើការលាយក្លុកជាមួយនឹងជីអង្កាមមើលរត់តែឈ្ងុយ ឆ្ងាញ់មែនតើសម្រាប់មន់នៅទីនេះគេថាយើងញ៉ាំសាច់សុទ្ធតែម្ដងលូរ៉េនភ្លេចញ៉ាំបន្លែអត់អីបងញ៉ាំពេលចប់កម្មវិធីយើងភ្លក់បន្លែ បាទព្រោះដោយសារថា បងចង់និយាយរឿងបន្លែដែរ អូខេបាទមិនដែរបងប្រាប់បន្លែ ចង់និយាយថាសម្រាប់បន្លែដែលយកមកធ្វើទាំងអស់ហ្នឹងគឺយើងយកមកពីផ្សារធម្មជាតិ អូ បាទ ជា ផ្សារស្រីរៀងទៅ បន្លែស្រីរៀងទាំងអស់ ហ្នឹងគឺសិតតែស្លែធម្មជាតិដែលយើងយកមកអញ្ចឹងបងប្អូន បាទអញ្ចឹងពិសេសព្រោះដោយសារតែក្រៅពីការធ្វើនៅមុខម្ហូបដែលមានរសជាតិឆ្ងាញ់ផ្ដល់ជូនដល់អតិថិជនជាមួយនឹងប្រភេទបន្លែឬក៏គ្រឿងផ្សំមួយចំនួនក៏ជាប្រភេទបែបធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពទេបាទ បាទអាចនិយាយបានថាបើគិតពីសុខភាពគិតពីអាហារដែលឆ្ងាញ់រសជាតិល្មមកុំភ្លេចមកកាន់ភោជនីយដ្ឋានស្រស់ស្រាយដែលមានមុខម្ហូបច្រើនខ្លាំងមែនទែន បាទអរគុណច្រើនដល់ទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាមួយនឹងវគ្គចុងក្រោយនៃកម្មវិធីជាចប់តែឆ្ងាញ់សម្រាប់ការភ្លក់នៅមុខម្ហូបដល់ទៅ6មុខដែលជាការផ្ដល់ជូនពិសេសពីភោជនីយដ្ឋានស្រស់ស្រាយក៏ឃើញថាបានជាម្ដងទីបញ្ចប់ហើយជាចុងក្រោយក៏សូមអរគុណដល់បងស្រីក៏ដូចជាភោជនីយដ្ឋានស្រស់ស្រាយដែរសម្រាប់ផ្ដល់ជូនជាមួយទីតាំងក៏ដូចជាមុខម្ហូបឆ្ងាញ់សម្រាប់ថ្ងៃនេះជាចុងក្រោយបងពីពេក
អ្វីនិយាយទៅកាន់ទស្សនិកជនក៏ជាអតិថិជនដែលតែងតែគ្រប់គ្រងនៅភោជនីយដ្ឋានស្រស់ស្រាយរបស់យើងនេះបាទសូមជឿ ចានាងខ្ញុំក្នុងនាមជាគណៈគ្រប់គ្រងរបស់ភោជនីយដ្ឋានស្រស់ស្រាយក៏សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតទៅដល់បងប្អូនអតិថិជនទាំងអស់គ្នាចាដែលតែងតែបានមកគ្រប់គ្រងនៅហាងតាំងពីបើកដំបូងរហូតដល់ថ្ងៃនេះផងដែរចាហើយក៏សូមអំពាវនាវគ្រប់ជូនទៅដល់បងប្អូនពុកម៉ែបងប្អូនទាំងអស់ដែលមិនទាន់បានអញ្ជើញមកដល់អាចចាចូលមកសាកបានដើម្បីទទួលបាននៅរសជាតិអាហារដែលឈ្ងុយឆ្ងាញ់តម្លៃសមរម្យទីតាំងល្អបរិយាកាសចាពោពេញដោយភាពស្រស់ថ្លាដូចឈ្មោះអញ្ចឹងស្រស់ស្រាយចាចូលក៏ស្រស់ស្រាយចេញក៏ស្រស់ស្រាយ បាទជាក់ស្ដែងតែម្ដងបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនគិតពីសុខភាពចង់បានអាហារឆ្ងាញ់កុំភ្លេចជាមួយនឹងភោជនីយដ្ឋានស្រស់ស្រាយដូច្នេះបងបើសិនជាមានទស្សនិកជនគាត់កំពុងតាមទស្សនាគាត់ចង់មកភ្លក់ជាមួយនឹងរសជាតិអាហារដែលឆ្ងាញ់ៗនៅទីនេះគាត់អាចមកតាមទីតាំងណាដែរបងចាសម្រាប់បងប្អូនដែលគាត់នៅតំបន់តាខ្មៅផ្ទាល់ឬក៏បងប្អូនដែលគាត់នៅតំបន់ផ្សេងចង់តែពីទីតាំងលម្អិតថាបងប្អូនអាចអញ្ជើញមកកាន់ផ្សារពេជ្រហូអញ្ចឹងបងប្អូនគ្រាន់តែជិះមកដល់ផ្សារពេជ្រហូហើយយើងជិះហួសផ្សារពេជ្រហូតាមបណ្ដោយប្រជាលេខ2មកងាកមកខាងឆ្វេងដៃបងប្អូននឹងឃើញផ្លាកភោជនីយដ្ឋានស្រស់ស្រាយដែលមានរូបតុក្កតាចុងភៅមួយហ្នឹងគឺអាចបត់ចូលមកបានចា បាទចុះសម្រាប់លេខទូរស័ព្ទវិញបងនៅក្នុងខតាក់ទងបាទ សម្រាប់បងប្អូនដែលគាត់ចង់ធ្វើការតំណែងតំណងកក់ទីតាំងក្នុងកម្មវិធីជប់លៀងផ្សេងៗហ្នឹងបងប្អូនអាចធ្វើការ note ជាមួយលេខទូរស័ព្ទ06គុត50គុតក្រេ8ចាមាន Telegram ផងដែរ 06គុត50គុតក្រេ8 បាទងាយស្រួលចាំព្រោះសារលេខនេះគឺមាន Telegram ទៀតផងហើយជាពិសេសបើសិនជាចង់ដឹងថាមានម្ហូបអីបន្ថែមក៏អាចចូលលើ page របស់គាត់ក៏មានដែរបាទអរគុណចាស់ទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាមួយនឹងកម្មវិធីរបស់យើងសម្រាប់ការភ្លក់មុខម្ហូបដែលពិសេសនៅក្នុងភោជនីយដ្ឋានស្រស់ស្រាយក៏បានមកដល់ទីបញ្ចប់ហើយជាមួយនឹងកម្មវិធីរបស់យើងក៏មកមិនអាចភ្លេចបានដែរជាមួយនឹងការអរគុណដល់ម្ចាស់ចូលរួមឧបត្ថម្ភជាពិសេសដោយម្សៅស៊ុបខ្នុររសជាតិឆ្ងាញ់សម្បូរដោយជីវជាតិ ដុំស៊ុបខ្នុរជួយឆ្ងាញ់រងាស់មាន់ទាំងមូលជាពិសេសសម្រាប់ម្សៅស៊ុបខ្នុរក៏ជាដុំស៊ុបខ្នុរពេលនេះគឺមានរង្វាន់ថែមជូនទៀតផងនៅពេលលោកអ្នកទិញទៅនឹងមានឱកាសក្នុងការឈ្នះរង្វាន់ដូចជាម៉ូតូ Scoopy 2025 ហើយរួមជាមួយនឹងរង្វាន់ទឹកប្រាក់រហូតដល់ទៅ355លានរៀលផងដែរ បាទគេថាកាន់តែពិសេសមែនទែនជាមួយនឹងម្សៅស៊ុបខ្នុរគឺមានបន្ថែមជាមួយនឹងរង្វាន់ទៀតក្រៅពីការបន្ថែមជាមួយនឹងកញ្ចប់ថ្មី450ក្រាមដែលលើសច្រើនជាង450ក្រាមជាមួយនឹងតម្លៃគឺនៅដដែលទេឥឡូវមានបន្ថែមជាមួយនឹងរង្វាន់ទៀតគេថាពិសេសមែនទែនអរគុណចាស់ទស្សនិកជនដែលសារតែពេលវេលានៃកម្មវិធីរបស់យើងក៏បានឈានដល់ទីបញ្ចប់ក៏សូមអរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រជាមួយនឹងកម្មវិធីរបស់យើងតាំងពីដើមរហូតមកដល់ពេលនេះហើយក៏សូមខន្តីនឹង20ទោសដែររាល់កម្មវិធីដែលកើតមានឡើងដល់អាជាតិណាជាមួយនឹងការដំណើរការក្នុងកម្មវិធីសម្រាប់ថ្ងៃនេះដូចគ្នាដែរ បាទខណៈពេលនេះពីកម្មវិធីជិបជប់តែឆ្ងាញ់រួមជាមួយនឹងភពជំនាញឋានស្រស់ស្រាយក៏សូមអរគុណនិងសូមជម្រាបលាបាយបាយ នាំមកជូនជាពិសេសដោយ មានម៉ូតូ Scoopy 2025ចំនួន5គ្រឿងនិងរង្វាន់ទឹកប្រាក់យ៉ាងច្រើនសរុប355លានរៀល